បងអ្នកព្រៃវែងប្រឹងប្រែងក្រុមយ៉ាងអងមានសំណាងបានអូនបែកដីជាកូនអ្នកស្រែពុកម៉ែក្រក្រៃព្យាយាមរាល់ថ្ងៃតាមក្តីប្រាថ្នាเอาភូមិពៀនមាជាដីកំណើតទឹកដីបងកើតកំណើតវាសនាពុកម៉ែលើកស្ទួយជួយឲ្យសិក្សាជីវិតថ្លៃថ្លាឲ្យសៅវិញជាចាប់ផ្ដើមការងារនាខេត្តព្រៃវែងគឺជាកន្លែងតែងតែជួបគ្នាជួបអូនដំបងនៅភូមិពៀននាផ្ដើមយល់ចិត្តគ្នាคล้ายជាស្នេហាស៊ីថកន្តាអ្នកជាសាស័យជាប្រពន្ធប្តីចាប់ដៃរៀបការគុំអំពិលក្រៅតែស្នាមស្នេហាសូមផ្ញើវាសនាលើដីព្រៃវែងចាប់ផ្ដើមការងារនាខេត្តព្រៃវែងគឺជាកន្លែងតែងតែជួបគ្នាជួបអូនដំបងនៅភូមិពៀននាផ្ដើមយល់ចិត្តគ្នាคล้ายជាស្នេហាស៊ីថកន្តាអ្នកជាសាស័យជាប្រពន្ធប្តីចាប់ដៃរៀបការគុំអំពិលក្រៅតែស្នាមស្នេហាសូមផ្ញើវាសនាលើដីព្រៃវែងស៊ីថកន្តាអ្នកជាសាស័យជាប្រពន្ធប្តីចាប់ដៃរៀបការគុំអំពិលក្រៅតែស្នាមស្នេហាសូមផ្ញើវាសនាលើដីព្រៃវែង